ពេលដែលមកលើអនឡាញយើងចង់ឲ្យអតិថិជនស្គាល់នឹងចាំយើងយើងគួរធ្វើអីខ្លះថ្ងៃនេះឲ្យអ្នកទាំងអស់គ្នាមកជួបម្ចាស់ហាងសម្បូរសម្បត្តិពីមួយឆ្នាំជាងមុនគឺមករៀនដើម្បីតាចង់ចេះនិយាយនេះអត់ចេះនិយាយណាឥឡូវនិយាយរូរ៉ិលមកផ្លេត4 10ផ្លេតដងហើមផ្លេតដកដង្ហើមខ្ញុំជឿថាម្ចាស់អាជីវកម្មទាំងអស់ចង់រីកមែនទេចាចង់បរិចប្រែនចង់លក់ប្រែនឆាអញ្ចឹងចំណុចមួយនេះឯងដែលវាប្រៀបដូចជា mission ដែលអត់ឲ្យយើងធ្លាក់ផ្លូវទេរឿងទី1គឺ profile cover logo brand នេះយើងទាំងអស់គ្នាគិតថាវាសំខាន់អានេះវាសំខាន់តែมันសំខាន់ស្មើរឿង purpose របស់ brand នេះគឺកន្លែងណាគឺការតសេនឹង bio នេះវាមិនមែនគ្រាន់តែតសេឈើណាពីមុនតសេថាម៉េចសេជាអ្នកធម្មតាសេជាអ្នកលក់ធម្មតាដូចគេដូចឯងចឹងបែរគុណនិយាយមកអួតខ្លួនឯងល្អអញ្ចឹងហ្នឹងណាมันអត់មានចក្ខុវិស័យដើម្បីឲ្យគេស្គាល់យើងថាយើងហ្នឹងចេញមកធ្វើអីចេញមកសាងអីដើម្បីឲ្យគេស្គាល់ឲ្យគេទុកចិត្តភាគច្រើនយើងមកបែបធានាគុណភាពតម្លៃសមរម្យប៉ុន្តែនៅពេលដែលបដូរ bio នេះគឺរឿងសំខាន់ណាស់ម្ចាស់ brand ភាគច្រើនគឺអត់ចាប់អារម្មណ៍កន្លែងនេះទេកន្លែងនេះគឺជាការដែលយើងទោះបីជាក្រុមគោលដៅយើងអត់អានក៏ដោយតែម្ចាស់ខ្លួនយើងនេះពេលដែលយើងទៅរីកហាងយើងចាំគោលដៅយើងថាយើងចង់ទៅណាទៅឡៃណាតាគាត់គិតថាចង់ឲ្យតាហ៊ានហ្នឹងព្រោះតាហ៊ានយើងដឹងហើយបងកងកម្លាំងអីហ្នឹងគាត់ស្លៀកតាកៅអៅតដែលជាប្រចាំអញ្ចឹងគាត់និយាយជាមួយខូចថាខូចខ្ញុំចង់ផលិតឧបករណ៍សម្ភារៈឲ្យបងកងកម្លាំងគាត់ស្លៀកឲ្យបែបស្អាតហើយស្លៀកស្រួលហើយគាត់ស្លៀកបែប lifestyle បនគាត់សំខាន់មែនតើណាដាចេះគិតអាហ្នឹងយើងគិតទស្សនៈភពយើងអញ្ចឹងតែយើងអត់បញ្ចេញមកឲ្យក្រុមគោលដៅឃើញណាយើងអត់ដឹងបញ្ចេញមកឲ្យក្រុមគោលដៅឃើញយើងគិតតែម្នាក់ឯងហើយយើងដល់ពេលយើងមកនិយាយធម្មតានេះឯងវាជាចំណុចមួយដែលធ្វើឲ្យគេថានេះ brand យើងនេះវា unique កន្លែងណាហាងយើងមានភាពលេចធ្លោនឹង unique ខុសពីគេនេះតាណាអានេះចំណុចសំខាន់ដែលយើងត្រូវគិតដំបូងមកហើយអារឿងនេះបើនិយាយទៅគឺវាតាក់ទងនឹងក្រុមគោលដៅទី2គឺក្រុមគោលដៅអណ្ដាប់ណានេះដោយអាដាឃើញក្រុមគោលដៅខ្លួនឯងអណ្ដាប់ណាគោលដៅខ្ញុំគឺបែបមានគេនៅខាងលើបើយើងធ្វើខ្លួនឲ្យមិនស័ក្តិសមក៏យើងចាប់ក្រុមគោលដៅអត់បានដែរហ្នឹងហើយចាប់ក្រុមគោលដៅព្រោះយើងដឹងថាក្រុមគោលដៅយើងគឺនៅខាងលើយើងមកចាប់ធ្វើខ្លួនបែបធម្មតាឬមិនធ្វើខ្លួនតែងខ្លួនណាចង់និយាយថាការរៀបចំហើយការនិយាយឬក៏ការបង្ហាញឬក៏ដែលយើងផលិតទៅហ្នឹងវាអត់ស័ក្តិសមនឹងអតិថិជនយើងក៏យើងចាប់អតិថិជនគោលដៅបានដែរម៉ៃអូម៉ាញ់ដាក់ថាថោកអីអញ្ចឹងអតិថិជនយើងអត់ចាប់អារម្មណ៍ឡើយអត់ចាប់អារម្មណ៍ទេព្រោះដោយសារអតិថិជនយើងនៅខាងលើអញ្ចឹងអតិថិជនខាងលើគឺគាត់អត់ខ្វល់រឿងមិនថាគេមិនខ្វល់ 100% មានអតិថិជនភាគច្រើនណាយើងថាគាត់នៅខាងលើគាត់សំខាន់គឺគុណភាពមកពីអាដាមានប្តីកងកម្លាំងដែរព្រោះដោយសារប្តីគាត់នៅខាងផ្នែកហ្នឹងឪពុកគាត់នៅខាងផ្នែកហ្នឹងអញ្ចឹងទៅយើងវាចង់បែបថាយើងចេះច្នៃប្រឌិតណាយើងឃើញចង់ឲ្យប្តីស្អាតប្តីឲ្យចេញម៉ូដថ្មីគឺប្តីហីនឹងជាចំណុច unique មួយដែលត្រូវចាំខ្លួនឯងដែលយើងត្រូវបញ្ចេញទៅឲ្យក្រុមគោលដៅយើងដឹងហើយនឹងរឿងទី3នេះ page គឺត្រូវរៀបចំឲ្យស្អាតធ្វើឲ្យ page មានជីវិតជីវ៉ា page មានជីវិតជីវ៉ាណាមិនមែនសំដៅត្រឹមតែរូបភាពស្អាតទេធ្វើឲ្យគេដឹងថាយើងមានអីឃើញទេហើយមានម្ចាស់ចេញមុខរស់រវើកនិយាយពីហាងនិយាយពីអីធ្វើម៉េចដែលសម្ដែងឲ្យអតិថិជនដែលមើលយើងហើយគឺទុកចិត្តយើងហ្នឹងមិនមែនភាគច្រើនចេះធ្វើតែ page ចោលក៏អ្នកខ្លះគាត់យកតែរូបពីនេះពីនោះមកផុសឲ្យយើងវាធ្វើតែ page ចោលយើងអត់មានញៀននៅក្នុង page ហ្នឹងដូចជាមកពីគិតតម្លៃទូចពេកកាត់ page គឺដូច market ចឹងដូចផ្សាររបស់យើងដូចហាងរបស់យើងចឹងពីមកខ្ញុំចឹងដែរវល់តែរឿងនៅក្នុងហាងអាក្នុង page អាហាងយើងប៉ុណ្ណាណៃនៅក្នុង page អត់បញ្ចេញឲ្យគេតម្លៃហ្នឹងហើយមានហាងហើយគាត់អត់បានផ្ដោតសំខាន់ទៅលើ page ទៅលើ online ហ្នឹងណាព្រោះអីសម័យនេះគឺគេកាន់ទូរស័ព្ទគ្រប់គ្នាគ្រប់ដៃហីអញ្ចឹងសំខាន់បំផុតនៅក្នុងហាងយើងផ្ដោតទៅលើ page យើងវាមិនរស់រវើកឲ្យមានពលឹងរវើកចាឲ្យមានពលឹងហើយ page ដូចយើងហាងយើងព្រលឹមមកគឺយើងត្រូវការបើកវាបោកផ្ទះរៀបចំអីអញ្ចឹងឲ្យវាមានសម្ដាប់ធ្នាប់ដូចគ្នា page ក៏អញ្ចឹងដែរយើងត្រូវមានកិត្តិយសត្រូវផុសត្រូវរៀបចំហើយត្រូវ review អីដែលធ្វើឲ្យគេជឿទុកចិត្តហើយអ្វីដែលជាជាក់ស្ដែងរបស់យើងដែរគឺយើងមានភាពច្បាស់លាស់នៅក្នុងការដែលយើងរៀបចំហាងក៏ដូចជាក្នុង page អញ្ចឹងដើម្បីទាក់ទាញនៅការទុកចិត្តចាសំខាន់ណាស់ទំនុកចិត្តបងប្អូនលើការរូបភាពស្អាតមានម្ចាស់ចេញមកមានផលិតផលនេះមានចែករំលែកមានយើងមានគ្រប់នេះសម្បូរសម្បត្តិស្អាត page គឺមើលទៅមានពលឹងចា page ចូលមកគេចាប់អារម្មណ៍មកតែ page ក៏ចោលសោះក៏ក្រោះអាពឿក៏មិនដឹងឯណាណៃអត់គ្រប់គេចូលមកអត់ទិញអីក៏គេចាំ follow យើងដែរព្រោះស្អាតហើយយើងវាបែបថាប៉ិតណាយើងលក់លក្ខណៈមានញៀនចាមានអារម្មណ៍ទៅជាមួយភ្ញៀវនៅក្នុង page ណ
មាន ចាំ រូ បងប្អូនឲ្យមាន page កុំទុក page ចោល កុំទុក page ចោលរៀបចំ page មិនមែនតែនព្រោះអី page ជានិយាយទៅជាប្រឡោះដែលយើងរលុយបានយ៉ាងងាយជាងនៅក្នុងហាង នេះ ទៀត អ្នកធ្វើអនឡាញនេះ ពួកខ្ញុំធ្វើមានគ្រូមួយឆ្នាំក៏នៅតែមានចន្លោះដែរអញ្ចឹងបានថាពេលដែលយើងធ្វើអីក៏ដោយមិនមែនថារៀនតែម្ដងចេះទេមួយជីវិតទេវានៅចំណុចតិចជួនកាលតិចហ្នឹងហើយយើងអត់បានចាប់អារម្មណ៍វាអាចរាំងស្ទះយើងតិចដែរអញ្ចឹងមកចំណុចរាំងស្ទះឃើញ ឃើញអស់ថ្ងៃនេះរៀបចំហើយអូខេអញ្ចឹងក៏អរគុណសម្រាប់គ្រប់គ្នាកុំភ្លេច like share ហើយជួបគ្នានៅคลิปបន្តបើចង់ដឹងអីអាច comment មកក្រុម clip នេះហើយបើចង់ទៅមើលថាអេសម្បូរសម្បត្តិប្រកែយ៉ាងណាធ្វើ content អីទៅតាមនៅ page សម្បូរសម្បត្តិអញ្ចឹងបាយបាយទាំងអស់គ្នា